Hello អ្នកគ្នាជួបខ្ញុំកូរ៉ាម៉ាម្ដងទៀតហើយក៏សូមស្វាគមន៍អ្នកគ្នាមកកាន់វីដេអូថ្មីហើយវីដេអូនេះគឺយើងតពីភាគមុនឥឡូវមុននឹងចូលដល់ភាគបន្តខ្ញុំសូមជម្រាបអ្នកគ្នាជួយ Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗពីខ្ញុំទៀតឥឡូវកុំសាំតប៉ែឡាយលោតយូរយើងចូលទៅដល់វីដេអូយើងទាំងអស់គ្នា Let's go ឥឡូវគឺយើងតពីភាគមុនបន្តពីភាគមុនគឺយើងបានទៅមើលសបុកនាគនិងមើលប្រាសាទមួយចំនួនហើយអញ្ចឹងនៅក្នុងភាគនេះគឺខ្ញុំចង់ហោះជុំវិញពិភពលោកហ្មងអ្នកគ្នាតាមពិតទៅគោលបំណងរបស់ខ្ញុំគឺហោះដើររក T-Rex ផងនិងដើរមើល map មើលអីផងទៅពួកខ្ញុំអត់ដឹងថាធ្វើអីទេពួកអីធ្វើអីហើយអស់លីងហ្មងនាគក៏ខ្ញុំមើលហើយអត់បានពងទៀតហើយនិយាយទៅធ្វើហើយទាំងអស់ហ្មងអ្នកគ្នាអញ្ចឹងបេសកកម្មយើងលើកនេះគឺមានតែហោះដើររក T-Rex ទេអ្នកគ្នាហោះពេញហ្នឹងហ្មងអត់ឃើញក៏អត់ដល់ឃើញក៏ឃើញដែរខ្ញុំហៅបានតិចមកខ្ញុំក៏បានឃើញជាមួយនឹងត្រីនេះមួយអ្នកគ្នាត្រីនេះពណ៌លយមែនតើបើវា level ធំខ្ញុំនឹងថែមយកវាទៅទុកនៅផ្ទះហ្មងតែនេះវា level ទូចពេកចឹងខ្ញុំអត់យកវាទេខ្ញុំក៏បានហោះបន្តទៅមុខទៀតហោះបានតិចមកខ្ញុំក៏បានឃើញជាមួយនឹង T-Rex មួយឯអ្នកគ្នាប៉ុន្តែ level វាទូចពេកខ្ញុំក៏អត់បានថែមវាដែរហើយ level វាត្រឹមតែ20ទេចឹងខ្ញុំក៏បានទៅសម្រាប់វាចោលហ្មងទៅខ្ជិលទុកវាណាបន្ទាប់ពីខ្ញុំសម្រាប់អា T-Rex នោះហើយខ្ញុំក៏បានហោះទៅមុខបន្តិចទៀតក៏បានឃើញជាមួយនឹង T-Rex មួយទៀតហើយសម្រាប់ T-Rex នេះវាមាន level 40ចឹងខ្ញុំក៏គិតថាថែមវាហ្មងទៅព្រោះអីវារៀងធំដែរហើយអ្នកគ្នាខ្ញុំសូមអធិស្ឋានទៅលើសម្លេងរបស់ខ្ញុំផងដោយសារខ្ញុំឈឺអ្នកគ្នានិយាយអត់សូវកើតទេនិយាយច្អកហ្នឹងបន្ទាប់ពីខ្ញុំចង់ថែមវាហើយខ្ញុំក៏បានបញ្ឆោតវាមកប៉ុន្តែពេលពងឆោតហ្នឹងដឹងអា T-Rex នោះវាចេញមកពីណាបានឡង2អ្នកគ្នាហើយសម្រាប់ការថែមហ្នឹងគឺខ្ញុំអត់ធ្វើអន្ទាក់ទេអ្នកគ្នាខ្ញុំដេញបាញ់វា direct យកតែម្ដងពេលវាមកខ្ញុំនឹងបាញ់វាហើយខ្ញុំក៏ឆ្លៀតពេលឆ្លោះមើល level T-Rex នោះផងដែរប៉ុន្តែ level វាត្រឹមតែ15ទេបន្ទាប់ពីខ្ញុំឃើញ level វាទូចពេកខ្ញុំក៏បានទៅសម្រាប់វាចោលសិនហ្មងទៅអ្នកគ្នាជិលទុកវាណាទុកតា level ធំនោះយើងថែមវាបានហើយបន្ទាប់ពីខ្ញុំសម្រាប់អាសត្វ level ទូចនោះហើយខ្ញុំក៏បានមកមើល level ធំម្ដងតែការថែមហ្នឹងគឺខ្ញុំបានដាក់resource នេះមួយហើយពេលខ្ញុំបញ្ឆោតវាមកឲ្យវារត់តាក់កន្លែងហ្នឹងទៅយើងបាញ់វាស្រួលប៉ុន្តែការគិតវាមិនដូចការពិតទេអ្នកគ្នាអាសត្វនេះវាដើរខុសវាដើរចំកន្លែងហ្នឹងបើដើរចំយើងស្រួលបាញ់ហើយខ្ញុំក៏បានហោះបញ្ឆោតវាម្ដងទៀតទៅឃើញលោវាដើរចំហើយទីបំផុតវាក៏បានដើរចូលហើយចឹងយើងស្រួលបាញ់វាបន្តិចអ្នកគ្នាបន្ទាប់ពីខ្ញុំបាញ់វាអស់3 4គ្រាប់មកវាក៏ជិះស្លាប់ហើយវាក៏ចាប់ផ្ដើមរត់ចឹងខ្ញុំក៏បានដេញបាញ់វាបន្តទៀតទៅហើយកន្លែងនេះខ្ញុំក៏បានដាក់វាមកគ្រាប់ទៀតទៅវាក៏បានស្លាប់ហ្មងអ្នកគ្នាចឹងខ្ញុំក៏បានបញ្ញាដាក់សាច់ឲ្យវាស៊ីបន្ទាប់ពីខ្ញុំដាក់សាច់ហើយខ្ញុំចាំវាបានបន្តិចទៀតមកវាក៏បានងើបហើយអ្នកគ្នាចឹងខ្ញុំក៏បានចាប់វាដាក់ក្នុង crowd pot របស់ខ្ញុំបន្ទាប់ពីខ្ញុំចាប់ T-Rex ខ្ញុំហើយខ្ញុំក៏បានងាកទៅនោះទៅក៏បានឃើញ T-Rex មួយទៀតអ្នកគ្នានឹងវា spawn មកថាមិនទេអ្នកគ្នាហើយសម្រាប់ T-Rex នេះគឺវាមាន level 40ដែរអ្នកគ្នាតែខ្ញុំអត់ថែមវាទេដោយសារយើងមានមួយយើងខ្ជិលយកច្រើនពេកណាមួយយើងចាំយកអា level ណាដែល level ធំអ្នកគ្នាប្រហែលជា90ឬក៏100ជាងអីណាអញ្ចឹងខ្ញុំក៏បានសម្រាប់វាចោលហ្មងទៅព្រោះអីអត់ដឹងទុកវាទៅអីទេសម្រាប់វាចោលទៅឃើញលោវា spawn អា level ធំមកខ្ញុំសម្រាប់ Rex នោះហើយខ្ញុំងាកមកនេះទៅក៏បានឃើញ Rex មួយទៀតអ្នកគ្នាហើយនឹងវា spawn ថាមិនទេនិយាយទៅកន្លែងហ្នឹងអាពេលខ្ញុំលេងហងសើចហងអ្នកគ្នាសប្បាយមែនតើព្រោះអីវា spawn ឡើងជិត10ហ្នឹងអ្នកគ្នាគ្រាន់តែខ្ញុំហោះកិច្ចកន្លែងហ្នឹងបន្តិចមកវិញ spawn ទីតែ level វាអត់មានធំទេអ្នកគ្នា20 10 15អីហ្នឹងវាអត់មានច្រើនទេឥឡូវអ្នកគ្នាមើលកន្លែងខ្ញុំសម្រាប់ T-Rex ចោលឲ្យអស់ហ្មងទៅអ្នកគ្នាខ្ញុំខ្ជិលដាក់ឲ្យអ្នកគ្នាមើលញ៉ៃណាខ្ញុំហោះមកដល់កន្លែងនេះខ្ញុំក៏បានឃើញជាមួយនឹង T-Rex មួយអ្នកគ្នាហើយខ្ញុំស្រឡាញ់មែនតើអាសត្វណារៀងដែកហ្នឹងហើយតែ level វាត្រឹមតែ level 30ទេតែខ្ញុំចង់ថែមវាមែនតើហើយខ្ញុំក៏បានបញ្ឆោតវាឲ្យមកក្រោមកន្លែងនេះព្រោះខ្ញុំនៅខាងលើវាខាំខ្ញុំមកដល់ទេចឹងខ្ញុំស្រួលបាញ់វាកន្លែងនេះដាក់មកគ្រាប់ទៅចំនាគខ្លួនឯងបន្ទាប់ពីខ្ញុំបាញ់វាអស់3 4គ្រាប់មកវាក៏បានរត់ហើយខ្ញុំក៏បានដេញបាញ់វាបន្តទៀតទៅហ
ហើយវាក៏បានរត់មកដល់កន្លែងនេះហើយខ្ញុំក៏បានដាក់មកគ្រាប់ទៀតទៅវាក៏ស្លាប់ហ្មងអញ្ចឹងខ្ញុំក៏បានយកសាច់ដាក់ឲ្យវាស៊ីខ្ញុំសូមបញ្ជាក់ទៅអ្នកលេងអាក់ថ្មីតិចកុំឃើញសត្វដែកហ្នឹងតិចថាវាស៊ីដែកអ្នកគ្នាវាស៊ីសាច់ដូចតែសត្វធម្មតាដែរទេតែគ្រាន់តែវារូបរាងវាដែកបន្ទាប់ពីខ្ញុំចាំវាអស់មកសបោះវាក៏បានងើបអញ្ចឹងខ្ញុំក៏បានចាប់វាដាក់ក្នុងក្រៅផតរបស់ខ្ញុំមួយទៀតទៅដល់ពេលខ្ញុំthấyមនុស្សហើយខ្ញុំក៏គិតថាចង់ហោះទៅមុខទៀតតែក៏ឃើញ T-Rex មួយទៀតហើយតែល្បីវាទូចទេអ្នកគ្នាអញ្ចឹងខ្ញុំក៏បានសម្រាប់វាចោលហ្មងទៅហើយកន្លែងនេះហើយគឺជាកន្លែងដែលខ្ញុំសម្រាប់ T-Rex អស់ច្រើនមែនតើអ្នកគ្នាចាំខ្ញុំដាក់វីដេអូកាត់ឲ្យអ្នកគ្នាមើលព្រោះខ្ញុំអត់ដឹងថានិយាយថាមិនទេអ្នកគ្នាព្រោះអីកន្លែងនេះខ្ញុំដើរសម្រាប់ T-Rex សុទ្ធហ្មងដែរមកដល់កន្លែងនេះគឺខ្ញុំបានឃើញ T-Rex មួយវា spawn ទៅលើអាកាសហ្នឹងអ្នកគ្នាមិនលើអាកាសទេអ្នកគ្នាតែវា spawn ទៅទុំលើថ្មឡងលយអ្នកគ្នាតែល្បីវាទូចពេកខ្ញុំក៏ខ្ជិលទុកវាណាអ្នកគ្នាសម្រាប់វាចោលមួយទៀតហ្មងតែបន្ទាប់ពីខ្ញុំសម្រាប់ T-Rex ឡងហត់ហើយអ្នកគ្នាខ្ញុំក៏បានហោះទៅផ្ទះវិញណាអ្នកគ្នាខ្ជិលនៅខ្ញុំមិនដឹងថានៅទៅអីទេបើ T-Rex spawn ដល់ក៏ប៉ុន្តែ level ធំមួយគ្មានមកខ្ញុំនិយាយមែនណាហ្គេមមួយហ្នឹងអាពេលខ្ញុំចង់ត្រូវការអីមួយវាមិនដែលឲ្យខ្ញុំបានដូចចិត្តទេតែពេលខ្ញុំមកត្រូវការហ្នឹងហោះឃើញដូចកាលនេះខ្ញុំហោះដើររកខ្លះសោះតែវាឲ្យខ្ញុំឃើញ T-Rex ឡង level ប៉ុណ្ណានៃអ្នកគ្នាប៉ុន្តែឥឡូវខ្ញុំចង់បាន T-Rex level ធំវាឲ្យខ្ញុំឃើញចឹងខ្ញុំមិនដឹងថាហ្គេមអាក់ហ្នឹងវាមិនទេវាផែជាវាអត់ចូលចិត្តខ្ញុំអីនៅតាមផ្លូវខ្ញុំក៏បានឆ្លៀតចូលយក red drop មួយដែរអ្នកគ្នាតែក្នុង red drop ហ្នឹងគឺអត់មានអីទេអ្នកគ្នាមានតែរបស់អត់ប្រយោជន៍ហ្នឹងយករួចហើយខ្ញុំក៏បានយកនាគរបស់ខ្ញុំទៅទុកហើយខ្ញុំក៏បានដក T-Rex របស់ខ្ញុំចេញផងដែរគ្រាន់តែខ្ញុំទុកសัตว์ទុកអីហើយខ្ញុំក៏មានគំនិតមួយទៀតហើយគឺចង់ទៅយកពងនាគព្រោះអីខ្ញុំខានទៅយូរហើយគ្រាន់តែនៅសម្រាប់ T-Rex នៅកន្លែងនោះហ្នឹងឡងអស់ពេលឡងយូរមែនតើអស់មកសបមកខ្ញុំក៏បានមកដល់សបុកនេះហើយខ្ញុំក៏បានឃើញនាគនេះផងដែរនាគនេះនៅជាប់ក្នុងថ្មតាំងពីយូរអ្នកគ្នាដឹងវាចេញអត់រួញនឹងវាហត់មិនទេបើនៅបាក់ស្លាបរហូតចឹងបន្ទាប់ពីខ្ញុំមើលនាគមើលអីហើយខ្ញុំក៏បានមកដល់កន្លែងនេះហើយឃើញពងនាគភ្លើងមួយផងដែរអ្នកគ្នាខ្ញុំក៏បានចូលទៅយកវាទៅម្ដងនេះលែងខ្លាចអីអ្នកគ្នាហើយខ្ញុំក៏បានឃើញអានាគពីរនោះនៅលើអាកាសផងដែរពងនេះគឺជាពងនាគភ្លើងហើយ level វាឡើង105អ្នកគ្នាខ្ញុំក៏បានយកទៅហើយបញ្ញាប់ហោះចេញគ្រាន់តែខ្ញុំហោះចេញមកដល់ក្រៅខ្ញុំគិតថាពីរអ្នកហ្នឹងវាដេញខ្ញុំតែអ្នកគ្នាប៉ុន្តែវាដេញតែវានោះហោះចឹងហើយខ្ញុំក៏ខ្ជិលខ្លាចវាដែរអ្នកគ្នាហោះលេងនៅនឹងពេញហ្នឹងហ្មងទៅខ្ញុំហោះដើររកពងអស់មកសបកក៏មាននាគមួយវាដេញខាំខ្ញុំហើយនាគនេះគឺជានាគភ្លើងខ្ញុំសុំប្រាប់ទៅអ្នកលេងអាថ្មីតិចទៅនាគភ្លើងវាអាចព្រោះភ្លើងដាក់គ្នាវាបានទេអ្នកគ្នាដូចជានាគហ្នឹងចឹងវាអាចព្រោះកិនខ្ញុំបានទេបន្ទាប់ពីខ្ញុំវាយនាគហើយខ្ញុំក៏បានត្រឡប់មកដល់ផ្ទះវិញអ្នកគ្នាហើយខ្ញុំក៏ចង់យកពងនាគហ្នឹងទៅភ្ញាស់ផងដែរខ្ញុំក៏បានទៅដើរបើកម៉ាស៊ីនភ្លើងបើកទាំងសងខាងអ្នកគ្នាបើរួចហើយខ្ញុំក៏បានបោះពងនាគចូលហើយក៏ឃើញថាវាចាប់ផ្ដើមញ័រហើយអ្នកគ្នាចឹងខ្ញុំក៏បានទុកវាចោលសិនទៅព្រោះមនុស្សខ្ញុំលេងអាកឯអ្នកគ្នាខ្ញុំអត់ចេះនៅផ្ទះហ្មងអ្នកគ្នាខ្ញុំចេះតែពេលមកដល់ផ្ទះចង់ទៅកន្លែងផ្សេងពេញហ្នឹងហ្មងព្រោះខ្ញុំនៅផ្ទះខ្ញុំមិនដឹងថានៅធ្វើអីអ្នកគ្នាចឹងបន្ទាប់ពីខ្ញុំចាំយ៉ាងអន្ទែងមកនាគរបស់ខ្ញុំក៏បានញ័រហើយអ្នកគ្នាហើយវាមាន level 105ហើយខ្ញុំក៏បាន claim វាទៅហើយចាប់វាដាក់ក្នុងក្រៅ pot របស់ខ្ញុំក៏បានយកវាទៅដាក់នៅក្រៅហើយផ្ទះរបស់ខ្ញុំមានអារម្មណ៍ថាចង្អៀតដល់ហើយអ្នកគ្នាអើយធំធ្វើផ្ទះឡើងប៉ុណ្ណាណៃឯនៅចង្អៀតទៀតតែចង្អៀតក៏ចង្អៀតទៅតិចទៀតខ្ញុំទៅវាយមេអ្នកគ្នាខ្ញុំរក thêm T-Rex ឲ្យបានច្រើនខ្ញុំនឹងប្រញាប់ទៅវាយមេឲ្យហើយអ្នកគ្នាព្រោះខ្ញុំចង់សាកល្បងទៅលេង map ថ្មីឲ្យអ្នកគ្នាមើលទៀត map នេះជិតចប់ហើយអ្នកគ្នាខ្ញុំក៏បានយកសាច់ឆ្អិនហ្នឹងដាក់ឲ្យនាគរបស់ខ្ញុំស៊ីទៅតាំងពីមានគ្នាយើងម្នាក់គាត់បានខមមិនថាកូននាគពេលយើងដាក់សាច់ឆ្អិនក៏វាស៊ីដែរចឹងខ្ញុំលេងហត់យកទឹកដល់អ្នកហើយខ្ញុំសុំនិយាយរឿងឈ្មោះសត្វតិចអ្នកគ្នាខ្ញុំមិនដឹងថាដាក់ឈ្មោះសត្វមិនទេខ្ញុំមិនបានហៅនឹកឈ្មោះមែនតើបើអ្នកគ្នាចង់ឲ្យខ្ញុំដាក់ឈ្មោះមិនអ្នកគ្នាចូល comment ក្នុង YouTube របស់ខ្ញុំមកអ្នកគ្នាបើក្នុង TikTok គឺខ្ញុំអត់យកទេអ្នកគ្នាខ្ញុំយកតែក្នុង YouTube ទេបើអ្នកគ្នាចង់ឲ្យខ្ញុំដាក់ឈ្មោះមិនអ្នកគ្នាចូល comment ក្នុង YouTube របស់ខ្ញុំមកចាំខ្ញុំយកឈ្មោះនីមួយយកមកដាក់ខ្ញុំសង្ឃឹមថាអ្នកគ្នាជួយ comment ឲ្យបានច្រើនហើយសម្រាប់នាគនេះដែរគឺវាធំហើយអ្នកគ្នាចឹងខ្ញុំក៏បានបញ្ញាប់រកជីវាប៉ុន្តែអ្នកគ្នាខ្ញុំភ្លេចដាក់សាច់ឲ្យវាស៊ីឡើងជិតងាប់ឈាមសល់ឡើងពាក់កណ្ដាលបន្ទាប់ពីខ្ញុំដាក់សាច់ឲ្យវាស៊ីហើយខ្ញុំក៏បានបញ្ញាប់ទៅជីវាអ្នកគ្នាក្លៀនជីចង់ងាប់ហើយអាសត្វ level ធំចឹងហើយសម្រាប់នាគនេះដែរគឺពណ៌លុយមែនតើអ្នកគ្នាវាលក្ខណៈថាពណ៌សលាយក្រហមវាលុយហ្មងពណ៌ចឹងហើយសម្រាប់ damage របស់វាពេលវាយធម្មតាខំធម្មតាហ្នឹងវាស៊ីបាន100ដែរអ្នកគ្នាសារវា level រៀងធំហើយស៊ី100ហ្នឹងគឺខ្ញុំអត់ទាន់បាន up level ទេអ្នកគ្នា level វាស៊ីហ្មងកើតមកប៉ុន្មាននៅប៉ុណ្ណឹង
បន្ទាប់ពីអូលេវែតាំងពីថ្ងៃរហូតដល់យប់មកខ្ញុំក៏បានត្រឡប់មកផ្ទះវិញមកដល់ផ្ទះភ្លាមខ្ញុំក៏បានឆ្លៀតពេលអាប់លេវែវាផងដែរអ្នកគ្នាខ្ញុំអាប់ទៅលើឈាម stamina និង damage អីហ្នឹងអ្នកគ្នាបន្ទាប់ពីខ្ញុំអាប់ level រួចហើយខ្ញុំក៏បានឆ្លៀតពេលមកធ្វើជាមួយនឹង pool នេះផងដែរអ្នកគ្នាអាហ្នឹងខ្ញុំមិនដឹងថាមិនទេដល់ពេលខ្ញុំបើកទៅលយមែនតើអ្នកគ្នាវាភ្លឺដូចsolar ចឹងអ្នកគ្នាហ្នឹងដោយសារតែខ្ញុំងឹតពេកខ្ញុំក៏បានដាក់វាមួយទៅហើយក៏បានធ្វើជាមួយនឹងកពូលនោះមួយទៀតដើម្បីដាក់វានៅគៀននេះឲ្យវាភ្លឺទាំងអស់អញ្ចឹងចាប់ពីពេលនេះទៅផ្ទះរបស់ខ្ញុំនៅក្នុងផ្ទះហ្នឹងលែងងឹតហើយអ្នកគ្នាឡងភ្លឺពេញហ្នឹងអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងហើយអ្នកគ្នាយើងចាំជួបគ្នានៅវីដេអូក្រោយទៀតព្រោះខ្ញុំធ្វើនេះខ្ញុំធ្វើអស់ឡងច្រើនម៉ោងហើយអ្នកគ្នាឃើញក្នុងវីដេអូតែ10នាទីឬអីហ្នឹងតែសម្រាប់ខ្ញុំធ្វើនៅក្រៅឡងអស់3-4ម៉ោងអ្នកគ្នាអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអ្នកគ្នាបាយបាយអ្នកគ្នា